ខ្ញុំគិតថាដំណើរកម្សាន្តនីមួយៗតែនឹងបង្ហាញនូវសកម្មភាពក៏ដូចជាបទពិសោធន៍ខ្លះៗដែលពាក់ព័ន្ធនឹងជីវិតរបស់យើងក៏ដូចជាខ្ញុំផងដែរហើយថ្ងៃនេះដែរពួកយើងបានធ្វើដំណើរទៅកាន់ខេត្តកំពតហើយក៏បានឈានចូលទៅលេងភ្នំបូកគោដែលជាឋានសួគ៌មនោរម្យសម្រាប់បងប្អូនយើងក៏ដូចជាភ្ញៀវទេសចរជាច្រើនដែលបានមកកម្សាន្តនៅទីនេះតាមផ្លូវនៃការធ្វើដំណើរពួកយើងបានឃើញអង្គរៈជុំបងប្អូនគេបានអ្នកនរគ្នាគឺលបងស្វាហ្នឹងហើយក៏កំពុងតែមានខ្លះរត់ផងមានខ្លះអង្គុយផងអីផងគ្រប់សពបែបយ៉ាងអញ្ចឹងណាដោយសារតែពេលខ្លះអ្នកដែលធ្វើដំណើរតាមផ្លូវហ្នឹងគាត់តែងតែឲ្យជេរឬក៏អីមួយចំនួនដើម្បីឲ្យពួកគាត់ហ្នឹងហើយមួយទៀតចង់ប្រាប់អ្នកនរគ្នាថាបន្ទាប់ពីយើងជិះកាត់ផ្លូវហ្នឹងហើយក៏យើងបានអង្គុយពន្យទេសភាពតាមដងផ្លូវនៃការដំណើរគឺនិយាយពីតាមផ្លូវវិញគឺសម្បូរទៅដោយធម្មជាតិព្រៃព្រឹក្សាហើយជាពិសេសនេះទទួលបានអារម្មណ៍ស្រស់ស្រាយនិយាយរួមស្អាតតាមផ្លូវនៃការធ្វើដំណើរអញ្ចឹងណាហ្នឹងហើយបន្ទាប់មកពេលដែលយើងជិះបានហើយជាផ្ទង់5 នាទីទៅដល់ម៉ោងគឺពួកយើងបានទៅដល់និយាយមកហើយអញ្ចឹងដូចអ្នកនរគ្នាបានឃើញទេសភាពតាមដងផ្លូវអ្វីដែលខ្ញុំបានអូខេអ្នកនរគ្នាឥឡូវនេះពួកយើងបានដល់កន្លែងនិយាយមកហើយដែលជាកន្លែងមួយដែលស័ក្តិសិទ្ធិខ្លាំងមែនទែនហើយឥឡូវនេះកំពុងតែដើរឡើងទៅលើជាមួយនឹងបងក៏ដូចជាម៉ាក់ដូចជាអីកំពុងតែឡើងតាមពីក្រោយអញ្ចឹងណាហ្នឹងហើយមួយទៀតពេលដែលយើងទៅដល់ឡើងនិយាយមកហ្នឹងក៏យើងបានអត់ធូបស្រន់ជំនួយឲ្យក្រុមគ្រួសារក៏ដូចជាបងប្អូនទទួលបាននៅសុខសុវត្ថិភាពតាមដងផ្លូវអញ្ចឹងណាហ្នឹងហើយជាពិសេសនោះក៏ជូនពរឲ្យម្ដាយខ្ញុំទទួលបាននូវសុខភាពល្អដែរបាទហើយបន្ទាប់ពីទស្សនាក៏ដូចជាគយគន់ទេសភាពនៅកន្លែងលោកយាយមកហើយក៏ពួកយើងបានធ្វើដំណើរបន្តទៀតទៅកន្លែងផ្សេងជាច្រើននៅតំបន់នៅលើភ្នំបូកគោអញ្ចឹងណាហ្នឹងហើយទៅអ្នកនរគ្នាបានចូលរួមទស្សនាមកគ្នាយើងបានឃើញនៅសំណង់ស្ថាបត្យកម្មមួយចំនួនទៅច្រើនមានកន្លែងខ្លះរៀបចាស់ទៅមានកន្លែងខ្លះទំសាំងសង់ហើយថ្មីអញ្ចឹងណាហ្នឹងហើយក៏មានបងប្អូនយើងមកចូលរួមច្រើនមែនតើអូខេអ្នកនរគ្នាខ្ញុំគិតថាវីដេអូហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេហើយអរគុណអ្នកនរគ្នាសម្រាប់ការចូលរួមទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់ហើយសង្ឃឹមថានឹងជួបអ្នកនរគ្នានៅវីដេអូក្រោយអូខេSee you soon in the next video. Bye bye.